ដំណើររឿងនោះមានក្មេងប្រុសម្នាក់ឈ្មោះសំណាងគាត់នៅជនបទដែលគាត់ទើបតែបញ្ចប់ការសិក្សាថ្មីថ្មីថ្នាក់ទី12ហើយគាត់ត្រៀមឡើងមករៀននៅភ្នំពេញពេលដែលគាត់មកភ្នំពេញដំបូងនោះគាត់ជួបផ្ទះនៅជាមួយមិត្តភ័ក្តិរបស់គាត់នៅជាន់ទី2ហើយបន្ទប់របស់គាត់នោះគឺមានបង្អួចចំនួន1ហើយបងម្ចាស់ផ្ទះក៏បានប្រាប់សំណាងថាកុំបើកបង្អួចនោះពេលយប់ឲ្យសោះម្ចាស់ផ្ទះគ្រាន់តែប្រាប់បែបនេះហើយគាត់ក៏ដើរចេញទៅដោយគ្មាននិយាយអ្វីទាំងអស់ហើយសំណាងក៏មិនបានគិតអ្វីវែងឆ្ងាយដែរក៏ប្រញាប់ប្រញាល់រើអីវ៉ាន់ចូលនៅតែម្ដងបន្ទាប់ពីស្នាក់នៅបានមួយយប់មកសំណាងកំពុងតែគេងចុចទូរស័ព្ទសុកស្រាប់តែដាច់ភ្លើងតែម្ដងហើយពេលដែលដាច់ភ្លើងនោះសំណាងមិនបានគិតអ្វីវែងឆ្ងាយទេហើយក៏មិនបានចាប់អារម្មណ៍នឹងពាក្យដែលម្ចាស់ផ្ទះនោះបាននិយាយដែរពេលដែលដាច់ភ្លើងនោះគឺក្តៅស្អុះខ្លាំងមែនតើអត់មានខ្យល់បក់អីទេហើយសំណាងក៏គាត់អត់បានគិតវែងឆ្ងាយដែរគាត់ក៏ប្រញាប់ទៅបើកបង្អួចតែម្ដង